បងប្អូនវីដេអូនេះគឺតាំងពីអាទិត្យមុនមែនខ្ញុំតំតាដាក់ប្រែខាងក្រោមហើយពេលថ្ងៃដល់ពេលល្ងាចឡើងពីភ្លៀងហើយបន្ទាប់មកក៏នឹកឃើញថាអូយបងខ្ញុំចង់ញ៉ាំបបរដល់ពេលគ្រួសារខ្ញុំគាត់ថាគាត់ចង់ញ៉ាំស៊ុបដល់ពេលអញ្ចឹងគាត់សម្រុះសម្រួលគ្នាថាឥឡូវទៅក្រោយអ៊ីអន3ឯនៅក្នុងមានបបរតុកកាជាមួយនឹងស៊ុបអញ្ចឹងនេះទៅដល់ហ្នឹងគឺខ្ញុំហៅបបរតុកកាមួយហើយគាត់ហៅស៊ុបខ្យងមួយឆ្នាំងតែមិនមែនហៅតែស៊ុបខ្យងហ្នឹងឯណាបងប្អូនឥឡូវដល់វគ្គសំគ្រឿងម្ដងគាត់ហែកឥតចេញបងប្អូនដាក់ទាំងអស់អញ្ចឹងហ្មងដឹងថាប្តីណាគេដូចប្តីខ្ញុំខ្លះទេមើលដាក់ទាំងដុលឃើញអត់បងប្អូនដល់វគ្គហៅវិញគឺមិនហៅតាស៊ុបមួយឆ្នាំងហ្នឹងឯណាបងប្អូនមានហៅមីឆាផងហៅពុះគោហើយហៅពុះគោអត់មានអសូរឯងនេះលក្ខណៈថាទុំដាក់ថ្មីហើយបងប្អូនដឹងស្រាប់ហើយពុះគោវាស្វិតត្រូវអត់យើងក្លិះលេបចង់ប្រោយទៅហើយអញ្ចឹងបងគេថាអញ្ចេះកុំហៅតាមចង់កុំហៅតាមឃ្លានហៅមកញ៉ាំមកល្មមសិនបើសិនញ៉ាំអស់ហើយនៅឃ្លានទៀតចាំហៅមកញ៉ាំទៀតប៉ុន្តែអត់ទេពួកខ្ញុំនេះគឺថាលុបលុនណាស់ធម្មតាមនុស្សកំពុងតែឃ្លានបងប្អូនឃើញអីក៏ឃ្លានដែរត្រូវអត់អញ្ចឹងសរុបមកវិញខ្ញុំចង់ត្រឡប់ទៅនិយាយពីរឿងជីវិតគ្រួសារវិញបើសិនជាគ្រួសាររបស់យើងគាត់ចង់បានបែបនេះហើយយើងចង់បានបែបនោះវាត្រូវគ្នាអញ្ចឹងយើងតតែរនៅអ្វីមួយដែលជាចំណុចកណ្ដាលដែលយើងអាចទទួលបាននៅអ្វីដែលយើងចង់ទាំងអស់គ្នាចុងក្រោយគឺយើងទទួលបាននៅអ្វីដែលចង់អញ្ចឹងយើងអត់មានបញ្ហាឆ្លោះគ្នាអញ្ចឹងអានេះគឺជាជីវិតគ្រួសាររបស់ខ្ញុំគឺខ្ញុំព្យាយាមសម្របមួយគាត់ក៏សម្របមួយខ្ញុំដែរចុងក្រោយគឺយើងបាននៅអ្វីដែលយើងចង់ដូចថ្ងៃហ្នឹងអញ្ចឹង